បាទសួស្តីបងប្អូនថ្ងៃនេះយើងមកស្រោចទឹកនៅចំការបាទហើយយើងមកធ្វើតេស្តម៉ាស៊ីនបូមទឹកបាទហើយខ្ញុំប្រើគុយហើយម៉ាស៊ីនបូមទឹកយើងខ្ញុំប្រើຂະຫນាតតូចហើយខ្ញុំទិញអាគុយមួយហើយម៉ូទ័របូមទឹកហ្នឹងប្រើអាគុយដែរស្រួលណាស់បងប្អូនប្រើអញ្ចឹងទៅអត់ហត់នេះម៉ាស៊ីនបូមទឹកខ្ញុំអត់ចាំបាច់ទិញម៉ាស៊ីនភ្លើងបច្ឆេះឬក៏ម៉ាស៊ីនបូមទឹកចាក់សាំងបូមទឹកបច្ឆេះអូយស្រួលណាស់ប្រើចេះទាញតែយកមកដាក់ម៉ូទ័រមកបានចាប់តើគុយហូរវឹបនេះម៉ូទ័រខ្ញុំបងប្អូនដេកមហាតាស្រោចយ៉ាងរំភើយបានបងប្អូនសាកមើលទៅបងប្អូនគាត់នៅទឹកយើងអត់សូវខ្លាំងប៉ុន្តែបងប្អូនទិញអាធំមកចង់ទឹកខ្លាំងទិញអាប្រភេទប្រើគុយដែរមកហើយខ្ញុំប្រើនេះអត់ចុះកម្លាំងស្រួលក្នុងការប្រើប្រាស់មែនតើបាទមកដល់តាគុយបោះមិនសិនចូលទឹករួចហើយស្រោចទឹកទាំងគុយមើលយ៉ាងរំភើយបងប្អូនហើយគុយខ្ញុំគឺមានកម្លាំង12វ៉ុលខ្ញុំឲ្យគេរៀបមានកម្លាំង12វ៉ុលហើយម៉ូទ័រខ្ញុំទិញអាទូចកម្លាំងតូចដែរ12វ៉ុលដែរទឹកវាប្រើមកសមរម្យបាទវាមិនខ្លាំងមិនខ្សោយយើងអាចប្រើបាននេះខ្ញុំធ្វើការជ័យខ្ញុំស្រោចមកទឹកម្ដងស្រោចលេងបងប្អូនអត់មានអីពិបាកទេបងព្រោះដីយើងតូចតែបើសិនបងប្អូនមានដីធំយើងរៀបតាមនឹងទៅឬប្រើសូឡាក៏ល្អដែរបងប្អូនតែខ្ញុំសូឡាខ្ញុំជិលដឹកចុះដឹកឡើងខ្ញុំប្រើនេះទៅអគុយយ៉ាងទៅដឹកស្រួលដឹកម៉ូតូបានដាក់ឡានក៏បានបាទអរគុណច្រើនបងប្អូន